តែឡើយតែមើល slide របស់គ្នាខ្ញុំកានផាត់និយាយមើលមួយពេលដែលការហ្នឹងគឺជាពេលឱកាសដែលយើងអាចមើលបានតិចនិចក្នុងការធ្វើរបស់ខ្ញុំយ៉ាងម៉េចយើងអាចទៅតាន់បានចំណុចណាអាហ្នឹងយើងអាចមើលបានណាកុំឲ្យឆ្ងោកកាលណាឆ្ងោកបាត់ភាកបាត់វគ្គជារួមគ្រប់នាទីពីនាទីទី1ដល់នាទីចុងបញ្ចប់ហ្នឹងគឺមានតិចនិចមាន style ផ្សេងគ្នាមួយបាទហើយ poster នេះយើងធ្វើអត់យូរទេយ៉ាងយូរ40នាទីបាទតែឥឡូវយើងអនុវត្តជាក់ស្ដែងបងប្អូនអញ្ចឹងយើងមើលអញ្ចឹងដំបូងឡើយយើងបង្កើតຂະຫນាតមើលមកຂະຫນាតបែបនេះជ្រុង4ជ្រុងនេះសាំងលេខហៅ square 4ជ្រុងអញ្ចឹងការ4ជ្រុងនេះយើងដាក់1000ក៏បានដាក់1008ក៏បាននេះដាក់1008ទៅក៏បានដែរ1008ចឹងក៏បានដែរមិនថ្មីទេ1008ហើយដាក់សមកដាក់ឈ្មោះ project ខ្ញុំផងដាក់ថាម៉េចត្រៀង poster resolution ជាទូទៅយើងដាក់300ណាដាក់300ចេះអាហ្នឹងគឺកម្រិតភាពច្បាស់គឺស្តង់ដារតែបើសិនយើងដាក់តិចជាងហ្នឹងវាអត់ច្បាស់ទេផុសទៅអត់ច្បាស់បាទហើយ color complex គោលដៅរបស់យើងយកធ្វើឲ្យគេ design ប្រសិនបើគោលដៅយើងធ្វើសម្រាប់ការ print ចេញមកក្រៅដូចជា pano ដូចជាអីហ្នឹងអាហ្នឹងយើងដាក់ color ខាងក្រោមបាទដាក់ color ខាងក្រោមទម្លាក់អានេះវិញបាទហើយក៏កែលើនេះដែរណាកែលើនេះដែរដាក់ຂະຫນាតអីគេຂະຫນាតអីគេសង់ទីម៉ែត្របាទនៅប្រទេសយើងប្រើຂະຫນាតម៉ែត្រអញ្ចឹងហ៎របស់ຂະຫນាតគឺជាម៉ែត្រអញ្ចឹងតូចជាងម៉ែត្រមួយលេខសង់ទីម៉ែត្រតូចជាងសង់ទីម៉ែត្រមួយលេខមីលីម៉ែត្រណាបាទតែក្នុង Photoshop យើងមាននេះពាក្យនេះសង់ទីម៉ែត្រហើយនិងមីលីម៉ែត្របាទព្រោះអីព្រោះប៉ាណូនោះគេគិតជាម៉ែត្របាទគិតជាម៉ែត្រដែលឡាយតើតើជាមួយនឹងការ design ប្រសិនបើសិនតែយើងយក RGB color នេះអាហ្នឹងមានន័យថាយើងអត់ print ទេយើងធ្វើអត់ print ទេយើងសម្រាប់តែធ្វើការបង្ហោះនៅលើ platform ណាមួយចាក់បង្ហាញលើ screen ស្គាល់ screen អត់កញ្ចក់ monitor ឲ្យតែឧបករណ៍ណាដែលមានកញ្ចក់មើលឃើញរូបអញ្ចឹងຂະຫນាតគេគិតជា pixel ណា pixel ហើយ resolution យើងត្រូវឡើងដាក់300តែបើសិនតែយើង change កន្លែងនេះដាក់សង់ទីម៉ែត្រដាក់ color យក color CMYK អានេះតម្លាក់វិញ73 74 75ដល់100បើដាក់ដល់ប៉ុណ្ណេះម៉ាស៊ីននឹងខ្ទុះហើយវាស៊ីធំតែណាចឹងត្រង់កន្លែងនេះយើងយក18គុណនឹង18ຂະຫນាតជា pixel resolution យក300ជាទូទៅយកពណ៌ស background អូខេ create មកចឹងយើងបានຂະຫນាតមកមួយនេះ4ជ្រុង square ស្អាតតែម្ដងអញ្ចឹងដល់ពេលដែលយើងបាន background ហើយយើងមើលលំហាត់យើងថាតើយើងចង់ចាប់ផ្ដើមពីណាទៅមុនចង់ចាប់ផ្ដើមពី background ទៅមុនឬក៏ចង់ចាប់ផ្ដើមពីការដាក់ style នេះចូលមុនបាទជាទូទៅត្រឡប់យើងធ្វើ background ទៅមុនអញ្ចឹងហើយឥឡូវខ្ញុំដាក់ background ទៅមួយសិនអា color នេះចាំដាក់ក្រោយទៅមិនបញ្ហាទេបាទខ្ញុំធ្វើកន្លែងនេះដែលយើងឆ្ងល់នេះខ្ញុំធ្វើនេះសិនដាក់ហ្នឹងសិនបាទអញ្ចឹងខ្ញុំបង្កើត solid color មួយខ្ញុំយកពណ៌រាងកាឈូកបាទបន្តមកខ្ញុំបង្កើត layer ថ្មីមួយទៀតខ្ញុំយកellipse rectangle មកគូមួយមកបាទខ្ញុំដាក់ពណ៌រាងខ្មៅក្រហមបន្តិចខ្ញុំ alt delete មកបាទបន្តមកទៀតខ្ញុំចូលទៅក្នុងប្រាស់ចុចអក្សរ B មកយកពណ៌រាងដិតចាស់បន្តិចហើយយកផាត់លើនេះផាត់លើមកជួរនេះចេះសិបឲ្យជាប់ដើម្បីមកគូទៅត្រង់អីយ៉ាចាំមកឈោលនេះដោយសារអីគេដោយសារយើងយកបាទហាត់ round យើងឆេងពីហាត់ round ទៅសោះ round ហើយយកតម្លៃលេខដាក់បលំមកបើថាយើងគូឲ្យវាឃើញសន្សំអត់បខំឯការងារយើងគេយើងគូមួយមកឃើញមកដិតអត់គូទៀតមកសិបជាប់ហ្នឹងសិបកណ្ដាលសិបទៅវារៀលវាអត់លោកតាមដៃ
đặt đáy dân cua tròn rồi mình chưa này cái này dân bây giờ chơi ship tới mình về tròn bà cô ta hỏi chưa là dùng cua niềm mơ mùi nếu như cua tròn rồi khi tròn ở đây tròn ở tròn tề lấy ship tròn bình nè ship bà thân là dân cua bị lơ chết tròn bà thân là dân cua bị chơi nhất có tròn này nó chỉ ship á tao dân bà lên ship cháu cua tới về đường Việt chứ vì ở tròn là về Việt anh nói cho dân Việt Nam này nâng ok những trong ba bà cô là mùi hải và tao mà tiếc xong mà chắc A đó chặt tiền về mùi máu để sao tao nói miền po so mùi để kinh so sau mà chúng nó cho nó po so mó chặt po trôn nó mùi máu để chặt po trôn nó ra chặt po trôn mùi máu như po so hai đại bị cao mà dân cu mình tiền tịch nó tị mất sao ấy sao này về nó sờ tiền về mà ấy à phần này má hai đứa trăng nó bên bộ màu một tiệt màu này chúng trăng là nó trong opera copy bên đấy không chịu effect do trò sạt đầu trong tim khả năng tịch nó khi màu sạt đầu chúng sạt đầu trong ở đường bay thì nó ở khi smooth ở khi trong về thì ở đường bay trên tích bay thì nè trong tiền mà trôi nên tịch nó ok nó đến trong ban phần này và bây giờ ban phần năng hết trong chợ sau à con lại slide cái lớn trong copy mà copy trong thôi cả design về tôi thì mà và tiền thờ môi tớ trong copy về tiền đó đã đường thông đã khi bằng non clip bằng non đấy thông tôi chứ sang ngày dân phơi chẳng ok lúc ngoài phần này ở về thông tôi chẳng này mà chúng sẽ lấy từng nó máu cho control chê mà rồi có chữ A đó chặt tiền của vào được mà đặt cái này về này dám Nhật Bản phần nào mới dùng mơ cho cái điểm cho nên bây giờ mơ cho cái này hỏi dương lục về máu lúc vô era của bán vô pra của bạn phần tay không cần đây dân lại khối dương vô mà chỉ pra mà nữa và mà chỉ mà bị phạch mới mất này bây giờ việc quật lên màu mùi bậtประกาศmà màu mùi chứ như vô không pra sập bí vô po màu hay vô po màu nó một phạch một lỡ à lỡ này để sao ấy làm phạch chứ à lỡ nó vẫn biên ở biên là nông tề cái này biên nào nữa cái mà sạch này ở biên tề chứ nó dương lục chào và vô pra thom thì máu và hai dương thua cá hạt từ hạt từ mà các thua bạn đi cứ cho nên toàn than là bây giờ dân trong ban là background nâng nhưng mà pra với dân còn lục mặt tới viên màu lần bên tờ đài là anh ấy cái hạt tha ca lục rúp đôi mình passport rúp mình thôi rúp này dân phần đăng ba hết dân tờ lệ positive bên tịch nó ok trước ban bạn hai cái này riêng cái này thế những ban background màu mùi hay sai chẳng chứ là bây giờ ban background hay những thời mấy tiền và chống đạ máu trong đã được trôi mà không crom máu đã tham mấy background và ấy là bây giờ dương đã background trôi hai là ca tí cưới của cá cu stand bằng dương này và trước ca cu stand trả sau background muối và nhưng cu lơ muốn là cu lơ thì muốn đỡ cu lơ này và chắc chúng con là do thu bực mình mà cu đại lắm
គូវាមកលំបំប៉ុណ្ណេះមកកាត់ layer ថ្មី R delete បាទចុចV ហើយ R ទាញមកក្រោមមកបាទទាញដាក់ក្បែរគ្នាចឹងមកចុច rectangle ហើយយើងគូវាមកបាទបន្ល layer complete បង្កើត layer ផងR delete ចឹងយើងនឹងបានរូបរាងបែបនេះមួយបែបនេះអញ្ចឹងត្រង់កន្លែងនេះខាងលើគេនេះយើងរុញឲ្យវាទៅលើទៅឯងទៅហើយពីក្រោមនេះយើងមើលចូលគ្នាមកនេះមើលចូលគ្នាមកអញ្ចឹងដល់ពេលដែលយើងមើលហើយយើងធ្វើការដាក់ពណ៌វានេះពណ៌លឿងក្រហមអញ្ចឹងក្នុងករណីដែលមានពីរពណ៌បែបនេះយើងអាចប្រើប្រាស់បានពីររបៀបទីមួយយើងប្រើប្រាស់ក៏បានយើងប្រើ effect ក្នុង gradient ក៏បានដែរឥឡូវប្រាស់យើងធ្លាប់ប្រើហើយខ្ញុំចូលទៅក្នុង effect ទៅ effect យកពាក្យថាពាក្យគេ gradient overlay ចុចផាច់មកនេះអញ្ចឹងយើងយក sample មួយមកប្រើមកចុចលើកន្លែង color នេះហើយយើងយកពណ៌ណាមួយយកមកប្រើមកនេះពីរពណ៌នេះពណ៌ណាក៏បានដែរឲ្យតែមានពណ៌ពីរពណ៌បែបនេះណាអញ្ចឹងដល់ពេលដែលយើងយកពីរពណ៌នឹងបានមកហើយយើងធ្វើការឆេងពណ៌វាឥឡូវពណ៌របស់យើងខាងនោះពណ៌ខាងនេះក្រហមខាងនេះលឿងខាងនេះក្រហមអញ្ចឹងយើងពណ៌ខាងនេះអានេះពណ៌លឿងអញ្ចឹងយើងដូរដាក់ពណ៌ក្រហមវិញមកដាក់ពណ៌លឿងវិញមកដូរដាក់ពណ៌លឿងវិញមកអូខេហើយដាក់ពណ៌ក្រហមមកនេះជួយលើបកគោលនឹងមកពណ៌ក្រហមមកបាទតែពីរប៉ុណ្ណឹងទៅអូខេបាទអូខេចេះលើនេះមិនលើនេះក៏ដាក់ពណ៌ខាងអីខ្លះសហើយនឹងក្រហមអញ្ចឹងសក្រហមនោះយើងចង់ប្រើប្រាស់ក៏បានដែរចុច control ចុចលើ layer này ជាប់មកនេះ select ចេះនេះចុចស B មកបានប្រាស់មកអញ្ចឹងខាងនេះយកពណ៌អីខ្លះមើលមិញសហើយនឹងក្រហមអូខេខាងនេះសយកពណ៌សផាត់មកចង់អញ្ចឹងក៏បានខាងនេះក្រហមអញ្ចឹងពីររបៀបនេះខ្ញុំប្រើមួយណាក៏បានហើយវាមិនខុសគ្នាទេcòn ថាបើយើងដាក់ក្នុង effect ទៅវាលឿនជាងមែនអត់តាមបែបនេះបន្តមកទៀតយើងគូឲ្យពីក្រោមវាក្រោមអញ្ចេះអាហ្នឹងស្រួលពួកជាងគេយក rectangle មកកាត់ layer ថ្មីមួយគូមកបាទ Alt delete មកដាក់ក្រោមគេមកមិនចឹងឲ្យលោកស្រីបាទចឹងបកគោលយើងដើម្បីដាក់បកគោលយើងកុំឲ្យឃើញស slide ចឹងពេកក៏7ម៉ែត្រដែរអញ្ចឹងយើងចូលទៅក្នុង effect ដដែលចូលទៅក្នុង gradient tool មកដាក់ដើម្បីដាក់ឲ្យវាឃើញប៉ោងនៅកណ្ដាលអានេះយើងមកឃើញមានឃើញប៉ោងអត់ទេអញ្ចឹងដោយសារវាមានពណ៌ខ្មៅអញ្ចឹងខ្ញុំចូលទៅក្នុង effect យើងយក gradient overlay មកចូលគ្នាបាត់ហើយ gradient overlay អញ្ចឹងត្រង់កន្លែងហ្នឹងខ្ញុំយកពីរពណ៌ខ្ញុំយកឲ្យយក3ពណ៌កន្លែងនេះយក3ពណ៌បើយើងមើលចុចមើលមាន3ពណ៌អត់បាទនេះយកពណ៌ណាចាំងមកនេះ3ពណ៌ចាគិនដាក់ពណ៌ខ្មៅទៅពណ៌ខ្មៅចឹងមកផេះហើយអានេះក៏ខ្មៅដែរអានេះខ្មៅដែរអាកដាពណ៌សเคยមានវាឡើងមកចេះបាទយើងមើលនេះវាអត់ fix គ្នាចន់ចូលគ្នាដោយសារអីដោយសារពណ៌នេះវាបែងចែកគ្នាអត់តាន់ច្បាស់អានេះហៅដែនពណ៌អញ្ចឹងពណ៌ខ្មៅត្រូវអស់ប៉ុណ្ណេះមកប៉ុណ្ណឹងគឺប្រផាសហើយអញ្ចឹងមកក្នុងករណីយើងចង់ឲ្យពណ៌សវាឃើញច្រើនជាងពណ៌ខ្មៅនេះយើងយកឲ្យគេនេះអូពណ៌នេះបវល់មកខាងនេះតិចមកអត់ដូចគ្នាដែរខាងនេះដូចគ្នាដែរពីខាងណាទេមកអញ្ចឹងវាសារពីពណ៌សហ្នឹងវាច្រើនជាងមុនហ្នឹងហើយចឹងមុនចាអានេះវាខ្ញុំអត់ចង់គេខ្មៅពេកទេខ្ញុំបន្ថយវាទីមកបន្ថយខ្មៅអូទៅលើទីមកនេះវាកាត់បន្ថយពណ៌ខ្មៅណាលើទីមក
បាទអូខេអូខេអូខេបាទមិនដែរចឹងអានេះបានយើងវារៀងតូចដាក់ឲ្យតូចតិចមកអូខេប៉ុណ្ណេះមកមិនដែរសមរម្យឯប៉ុណ្ណឹងចឹងខ្ញុំយកផលិតផលមួយមកផលិតផលយើងនៅក្នុង image ណាយើងនៅក្នុងimage photo បាទ photo ណានេះឃើញ photo អត់នេះ photo ហើយយកពាក្យភេសជ្ជៈអានេះភេសជ្ជៈមានស្រាប់នៅក្នុងរបស់ខ្ញុំដូរដាក់កន្លែង string ផ្សេងគ្នានេះ string នេះវាបាទខ្ញុំយកដាក់ទៅលើនោះមួយមកបែបបាទ design វាមកល្មមមកយើងធ្វើម៉េចដាក់ធ្វើម៉េចកុំឲ្យអា stand ហ្នឹងវាធំជាងផលិតផលយើងដាក់ឲ្យមកល្មមប៉ុនគ្នាបើធំតូចជាងគ្នាច្រើនពេក10យើងរៀបផ្អៀងហ៎ខ្ញុំបវល់ហ្នឹងតិចមកមកផ្អៀងអូខេអូខេបាទខ្ញុំដាក់ធំតិចមកបាទប៉ុណ្ណេះមកបាទអញ្ចឹងការងារយើងបានប៉ុណ្ណេះហើយអញ្ចឹងដើម្បីឲ្យគឺផលិតផលយើងនឹងឃើញជាប់នៅលើ stand របស់យើងនេះខ្ញុំត្រូវការបង្កើត shadow មួយបាទខ្ញុំបង្កើត layer ថ្មីមួយយកប្រាស់យកពណ៌ខ្មៅហើយខ្ញុំផាត់វាតិចមកផាច់មក Control T ហើយខ្ញុំធ្វើការ design វាណា design វាមកបាទដាក់ជាន់នេះពីរទៅឃើញមើលដាក់ទៅវាឃើញដូចជាប់នឹងអានឹងបណ្ដោយឃើញទេបើយើងដាក់សមល់ទេវាមើលអត់ជាប់គ្នាទេមិនដែរយើងមើលចិត្តទៅក៏ឃើញជាប់មិនដែរយើងមើលឆ្ងាយកាន់តែដូចទេកាន់តែដូចមែនតែនទេចឹងបានមួយហើយមួយទៀតធ្វើម៉េចបើទាំងអស់មកចុច Alt ទាញមក Control T មិនដែរឃើញទេហើយទាំងមួយហើយទាំងពីរព្រោះnóដូចគ្នាតែមិនយ៉ាងបាទខ្ញុំទាញមកតិចមកបាទក៏ដាក់នឹងទៅពីនោះនឹងកដាលមកចំកដាលរបស់យើងបាទជាងតែពេលដែលបានប៉ុណ្ណេះហើយយើងធ្វើមិនទៀតបាទនេះគេឲ្យដាក់តម្លៃបាទនេះតម្លៃយើងគូនេះមុនមកចឹងអាកន្លែងគៀនមិញហ្នឹងអាកន្លែងគៀននេះមិញហ្នឹងក៏ស្រួលដែរចឹងយើងដំបូងឡើយយើងយក folder ថ្មីមួយយក layer ថ្មីមួយមកយកនេះមកគូដែរលើនេះបាទគូមួយមកដាក់ពណ៌ផ្កាឈូកដែរ Alt delete វាចាស់ទេហ៎ Alt delete Control D Control T អញ្ចឹងដើម្បីឲ្យអាគៀនហ្នឹងវារៀងប្រឆិតបន្តិចអ្នកខ្លះគេកាត់ប៉ុន្តែយើងមិនកាត់ក៏បានដែរ Control ឲ្យជាប់ហើយទាញអានេះមកធ្វើមកប៉ុណ្ណឹងទេបាទហើយធ្វើការសរសេរមកអក្សរយើងដាក់ធ្វើម៉េចអក្សរយើងបាទដាក់lên នេះមកអក្សរបវល់ខាន់នេះមកលឹបចឹងអក្សរយើងដាក់នៅពីក្រោមកែវដាក់ធ្វើម៉េចPrice 1.5 ដុល្លារធំតិចមកបាទស្រួចពេកហ៎រត់ធីមកយើងទាញចូលបន្តិច
tại vì cầm tự máu đã thành mấy sai kế sai âm hay dựng đại cái bài cái này là nó cầm phone ai lên của bạn đó nó phone còn là phone nó trong cái thay vì thông thông sao thế nó lên với thế sai âm không tí ok chẳng nó copy tụi anh không hả al copy mà control chỉ là tụi môi mà control T tự lọc anh này bình mà và tôi tỉnh mà thông pay và sai cái đấy sai ok chẳng phần năng bàn này trong này capital một tiết chứ cu prui mùi đạn này hai ấy cu prui mùi hai ok anh ấy mới được là ok chân trăng cái này nếuយើងដាក់ stroke ឲ្យមកនេះអានេះវានៅសសអត់មានពណ៌សឡើយនេះសសអត់យើងសសហ្នឹងប្រាប់វា stroke ចុច effect យកពាក្យ stroke change color ដាក់ពណ៌សមកដាក់3ទៅ3ច្បាស់ពេកដាក់2អូខេ2ដូចគ្នាមួយទៀតគ្នាយើងក្នុងករណីយើងដាក់ style ចូលអក្សរណាមួយយើងអត់ចង់ចូលក្នុងមុននេះភាសាទៀតយើងអាច copy បាន copy នេះ mouse ស្ដាំលើវាមកអីយ៉ាចូលលើ layer ហ្នឹងមកនេះ mouse ស្ដាំលើ layer ហ្នឹងយកពាក្យថា copy layer style យល់ទេអញ្ចឹង copy ផាច់មកចូលលើ layer នេះវិញហើយ mouse ស្ដាំលើវាដដែលបាទយើងយកពាក្យអីគេហាក់ layer style ហាច់មកវាមក style នឹងមកវិញចុះនេះអាហ្នឹងគេហៅ copy layer style បាទចឹងដល់ពេលយើងបានប៉ុណ្ណឹងហើយធ្វើមិនទៀតដំណាក់កាលគូព្រួយចឹងគូព្រួយនេះគូវាច្រើនដងមកម្ដងមើលអាចមិនត្រូវអាចច្រើនដងមិនត្រូវព្រួយណាបាទឥឡូវខ្ញុំគូព្រួយនឹងមកមួយទៅcomplete layer ថ្មីបង្កើត layer ថ្មីមកលឹបយកប្រាស់ហើយយើងយកនេះឲ្យតូចតិចមកពណ៌យកពណ៌នឹងឲ្យត្រូវហើយយកសោះរោដដែលដាក់ 100% មកអូខេចឹងគូមកគូចឹងមកបាទតោះស្អាតយើងគូមួយទៀតមកចឹងមកខ្ញុំគិតថាប៉ុណ្ណឹងបានគូច្រើនពេកអាហ្នឹងគូដៃឆៅមកម៉េចយើងគូម៉េចដូចគ្នាតែអញ្ចឹងដល់ពេលយើងគូបានហើយយើងដាក់ stroke ដាក់ effect អីទៅដូចមកដាក់ស្រមោលដាក់អីគ្នាខ្លះទៅវាមានបលឹងបលះឲ្យអត់មានអីសោះចឹងវាអត់ស្អាតបាទដាក់មកបានណាអារម្មណ៍ថាខ្ញុំអារម្មណ៍ថាដូចអានេះអត់ច្បាស់ហ្មងនេះដូចព្រាលខ្ញុំគូមួយទៀតហ្នឹងខ្ញុំយកហាត់រ៉ោនវិញយកហាត់រ៉ោនហ្នឹងអាហ្នឹងវាអត់មានព្រិលហាត់រ៉ោនយក 100% អូខេនេះច្បាស់វិញខ្ញុំប៉ុណ្ណឹងមកតូចធំពេកបាទខ្ញុំប៉ុណ្ណឹងហើយខ្ញុំដាក់ effect វាមួយទៅ drop shadow អូខេប៉ុណ្ណេះមកបាទខ្ញុំដល់ដំណាក់កាលខ្ញុំទៅធ្វើអក្សរហើយទឹកស្រកាអីអីគេស្រកានេះក្រឡុកហ៎ទឹកស្រកានេះក្រឡុកហ៎ស្រកានេះក្រឡុកខ្ញុំ resize វាតិចមកបាទ font ឆាំង font មកដូរ font ឲ្យស្អាតមក
scan នេះក៏លុបពណ៌អសយើងដាក់ពណ៌រឿងលឿងមកពណ៌ការ design យើងវាផ្ដោតសំខាន់ទៅលើពណ៌ pink អញ្ចឹងយើងដាក់ពណ៌រឿង pink ទៅមកអញ្ចឹងដើម្បីដាក់ពណ៌ pink ហ្នឹងវាមើលឃើញអសយើងកាន់តែច្បាស់យើងចូលទៅក្នុង effect ដដែលយើងដាក់ stroke បាទ stroke ដាក់ពណ៌សមកដាក់ប៉ុណ្ណេះមកបានហើយហ្នឹងហ៎ scan នេះដាក់ត្រប់ shadow មកដើម្បីឃើញហោះដាក់អសឃើញហោះទៅមកពណ៌ខ្មៅទាញមកក្រោមទៅមកឃើញសោះហោះអត់ហោះអានេះអត់ដាក់បើអត់ដាក់ត្រប់ shadow វាមកជាប់ធម្មតាអញ្ចឹងអូខេអញ្ចឹងមកអសយើងរៀងហោះទៀតអូខេចឹងការងារចុងក្រោយគេគឺដាក់ថាម៉េចងាញ់ឆ្ងាញ់សាហាវឆ្ងាញ់អសមើលផងហ្នឹងយើងសរសេរអសខុសតែខាងណាខុសអត់ត្រូវទេកាលណាសេខុសអត់ត្រូវទេអូខេចានេះដោយសារ stroke វាធំពេកខ្ញុំបន្ថយ stroke វាបន្តិចហើយទាញសមត្ថឡើងទៅលើបន្តិចណាឆ្ងាញ់សាហាវស្បត់ចឹងការ design យើងគឺប៉ុណ្្នឹងឯងបាទมันឲ្យដូច 100% ទេប៉ុន្តែឲ្យមើលទៅវាស្រដៀងគ្នាប្រហែលគ្នាលំហាត់នេះអត់ដូចគ្នា100% ទេមើលទៅខុសគ្នាបើធម្មតាទេការ design ដោយការសេអសអញ្ចឹងណាសេអសដូចគ្នា 100% ប៉ុណ្ណឹងហ៎បាទប៉ុន្តែដែលសំខាន់គឺឲ្យមើលមកវាស្រដៀងគ្នាយើងនៅអានេះមួយទៀតនេះនៅចុងក្រោយគេនេះសុំបាទអញ្ចឹងសុំស្រួលទេខ្ញុំទាញនេះចូលក្នុងនេះមកអូខេអសនេះទាញចូលក្នុងបន្តិចដើម្បីដាក់សុំបាទអញ្ចឹងសុំយើងដាក់បង្កើត layer ថ្មីនៅលើគេនេះកាត់ layer ថ្មីមួយមកគូយ៉ាងមកអីយ៉ាឲ្យគូក៏បានដែរខ្ញុំបង្កើត layer ថ្មីហើយខ្ញុំអាច delete មួយមកលឹបញ៉ាំCtrl J មួយមកខ្ញុំចាក់ពណ៌លើនៅមកមួយទៀតមកដាក់ពណ៌ឲ្យប្លែកមួយទៀតមកឲ្យឃើញខុសគ្នា Ctrl D Ctrl T ខ្ញុំ resize វាចូលប៉ុណ្ណាដែលយើងចង់បានចង់កម្រាស់ណាថតកម្រាស់ហ្នឹងចង់ចឹងក្នុងករណីកម្រាស់ហ្នឹងខ្ញុំ select លើនេះមក Ctrl ជាប់ចុចលើអាពណ៌លឿងនេះពណ៌ pink នេះបន្ទាប់ពីលើពណ៌ហ្នឹងខ្ញុំចូលលើ layer ខ្ញុំដដែលវិញខ្ញុំ delete បាទ delete អញ្ចឹងដល់ពេលដែលយើងឃើញមក Ctrl D គឺបែបនេះតើនៅហ្នឹងមានន័យថាពណ៌នេះខ្ញុំគាត់តែបង្កើតយកជាຂະຫນាតជាពុំទេនៅពេលដែលខ្ញុំ select មក select បែបនេះយើងបើយើងមើលមកកលេសទៅឃើញដូច select លើពណ៌នេះចឹងប៉ុន្តែខ្ញុំចូលលើ layer ក្រោមនេះដើម្បីអីបើយើងបិទភ្នែកទៅគឺដើម្បីកាត់អាកណ្ដាលនោះកាត់អាក្នុងនោះទេអានេះអាហ្នឹងគឺ style ក្នុងការលុបអញ្ចឹងខ្ញុំបានប៉ុណ្ណឹងហើយធ្វើម៉េចទៀតបាទអត់គិតអីច្រើនទេខ្ញុំចូលទៅក្នុង image របស់ខ្ញុំដដែលខ្ញុំយកកន្លែងផ្កាណានេះផ្កានេះយកមកដាក់មកពីលើនឹងផាច់បាទមកស្ដាំមកយកពីអីគេយកពីអីគេ create clipping mask បើថាយើងយកអានោះដាក់ចូលទៅក្នុងសសរនេះយកផ្កាមិនដាក់ចូលក្នុងពណ៌សសរនេះពីបាត់អត់ឃើញទេបាទមិនភ័យទេ Ctrl T មកពឹងជាការស្រេចចឹងលំហាត់យើងគឺប៉ុណ្ណឹងខ្លីៗឃើញស្រួលទេអោះចាប់